ដោយមានករណីហិង្សាមួយបានកើតឡើងរវាងគូស្នេហាសង្សារមួយគូដែលជាមនុស្សស្រីស្រឡាញ់ស្រីដូចគ្នាបានរួមរស់នៅបន្ទប់ជួលផ្លូវលំមួយកន្លែងដោយថ្ងៃនេះមិនដឹងថាជាមានរឿងអ្វីកើតឡើងនោះទេដោយគូស្នេហាមួយគូបាទដោយភាគីខាងសង្សារដែលតែងខ្លួនជាប្រុសហ្នឹងគឺបានវាយបាទមកលើបាទបងស្រីបាទដែលជាគូសង្សាររបស់គាត់ហ្នឹងបណ្ដាលឲ្យរងរបួសយ៉ាងដំណំផងដែរដោយយើងមិនទាន់ដឹងមូលហេតុបាទដោយសារអ្វីពិតប្រាកដទេបានដល់ថ្នាក់បាទប្រើប្រាស់នៅអំពើហិង្សាបាទវាយទៅលើសង្សាររបស់ខ្លួនណាបាទប្រិមិត្តចង់ដឹងព័ត៌មានកាន់តែច្បាស់ខ្ញុំនឹងធ្វើការទៅសាកសួរបងស្រីបាទដែលត្រូវបានបាទសង្សាររបស់គាត់នឹងវាយបាទប្រិមិត្តហើយគាត់យកទូរស័ព្ទទៅទេទូរស័ព្ទគាត់ទុកឲ្យខ្ញុំបាទដល់ពេលអញ្ចឹងខ្ញុំតាមរកគាត់ខ្ញុំឃើញគាត់ហើយក៏ខ្ញុំអត់និយាយអត់អីដែរខ្ញុំមកផ្ទះវិញក៏ខ្ញុំប្រមូលខោអាវខ្ញុំគាត់ថាទៅចោះប្រមូលខោអាវទៅចោះគាត់ប្រើភាសាហ្នឹងទៅចោះប្រមូលខោអាវទៅចោះហើយខ្ញុំក៏ប្រមូលខោអាវខ្ញុំគាត់ថាយកតែរបស់អ្នកឯងទៅឥឡូវគាត់នៅក្នុងដែរគាត់នៅខាងក្នុងឥឡូវហៅគាត់ចេញមើលបងមកចេញមកទីមើលនិយាយគ្នានេះមើលជាសពមួយដងគាត់តែងតែប្រើប្រាស់អំពើហិង្សាចឹងហ៎ចាគាត់តែងរហូតដល់ចាឲ្យតែគាត់ហូបស្វឹងតែខ្ញុំចិត្តធ្ងន់ខ្ញុំមិនដែរនិយាយចាបងតាក់ទងមួយគាត់យូរនៅមួយឆ្នាំជាងសាបានសងខាងដឹងហ៎ដឹងចុះអូនខាងនោះមិនដែរមិនបានត្រូវរបួសមាត់បែកមាត់ចេញឈាមពេញមាត់ចឹងគាត់ឃើញគេវាយបងគាត់មិនខ្ញុំជួយខ្ញុំប្អូនគាត់ហ្នឹងឯងប្អូនគាត់ហើយទៅពេលឃើញគេវាយបងចឹងមកជួយវាយចឹងបងទៀតងាប់ហើយលោកឲ្យលោកបងវាយបងអីម៉ាក់នេះរាល់ថ្ងៃតំណងជាសង្សារឬក៏ជាប្តីប្រពន្ធហ្មងនិយាយរួមទៅលក្ខណៈថាវាសង្សារវាលើសពីសង្សារព្រោះយើងហូបបាយមួយគ្នាយើងចាយលុយមួយគ្នាប្រើប្រាស់របស់មួយគ្នាអញ្ចឹងចារស់នៅមួយគ្នាណាចាកាត់ហេតុហ្នឹងកាត់ហេតុប្រហែលប្រហែលម៉ោងមុនហ៎ប្រហែលជាម៉ោង8កន្លះពេលដែលវាយបងភ្លាមហ្នឹងមានតែប្អូនបកើតទេតែមកជួយហ៎អ្នកខាងគាត់បានមកជួយអត់ទេអត់មានទេមានតែប្អូនខ្ញុំឯងគាត់យកអីវាយបងដែរគាត់ប្រើក្តាប់ដៃគាត់វាយរហូតតែមុខហ្មងថ្ងៃគាត់ធ្វើការគាត់ធ្វើការនៅរោងចក្រស្ពតតិចមុខពេទ្យយើងនេះគាត់ផ្គង់ជាលុយជាកាក់ដល់យើងទេរាល់ខែហ្នឹងបើផ្គត់ផ្គង់ជាលុយដូចអត់សូវមានទេព្រោះអីភាគច្រើនខ្ញុំធ្វើការបើគាត់មានខ្ញុំចាយជាមួយគ្នាអញ្ចឹងតែថាលុយកាក់អីអត់មានដូចថាខ្ញុំទុកដាក់អីទេអាហ្នឹងគាត់កាន់រៀងខ្លួនសំកម្មណាអូនអើយពិបាកដល់ពេលអញ្ចឹងការតាក់ទងគ្នាគ្រួសារដឹងឮគាត់ដឹងឮហើយមានសន្យាថានឹងរៀបការជាមួយខ្លួនឯងពេលណាទេគាត់អត់មានដែរនិយាយអីអត់ដែរនិយាយទេអត់មានដែរនិយាយទេអញ្ចឹងការរស់នៅជាមួយគ្នានេះអត់មានកសាងអត់មានគាត់តែកសាងអនាគតប្រងទៅជាគូស្វាមីភរិយាមួយគ្នាទេអត់ទេណាបាទប្រិមត្តទស្សនិកជនឥឡូវនេះបាទខាងបាទកងរាជអាវុធហត្ថនៃអធិការខណ្ឌឫស្សីកែវបាទលោកបានចូលមកដល់នឹងទីតាំងកន្លែងកើតហេតុនឹងធ្វើការចូលទៅខាងក្នុងធ្វើការសាកសួរនាំរវាងសង្សារមួយគូដែលបង្កទៅជាហិង្សាបាទបានវាយតប់គ្នាណាបាទប្រិមត្តអរគុណណាប្រិមត្តដែលចំណាយពេលវេលាដ៏មានតម្លៃចូលទស្សនារាល់ការផ្សាយគណៈពេលនេះខ្ញុំបាទថោមេសារួមទាំងបងអូនរដ្ឋក៏សូមបិទបញ្ចប់នៅការផ្សាយតាមនេះបើសិនជាមានពាក្យពេចន៍និងកាយវិការត្រង់ណាមិនសមរម្យក៏សូមខន្តីអភ័យទោសពីសំណាក់ប្រិមត្តផងបាទជុំវិញករណីហិង្សានេះយើងគ្រាន់តែផ្សព្វផ្សាយជាព័ត៌មានបឋមមួយទេហើយព័ត៌មានយ៉ាងណាទៀតនោះយើងនឹងធ្វើការអាប់ដេតនៅលើគេហទំព័រនិង website STTVB សូមអរគុណនិងសូមគោរពលាផលិតផលថ្មីរបស់ JBL ឆ្នាំ2025បានមកដល់ហើយ JBL Charge 6 JBL Flip 7 និង JBL Party Box Encore 2លោកអ្នកអាចស្វែងរកផលិតផលថ្មីទាំងនេះបាននៅគ្រប់បណ្ដាសាខា Nano Sound ទូទាំងប្រទេសឬបញ្ជាទិញតាមរយៈ app NTH Mall Ycam អ៊ីនធឺណិតជម្រើសដ៏ពេញនិយមសម្រាប់គេហដ្ឋាននិងអាជីវកម្មគ្រប់ប្រភេទទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ